លក់ត្រីដុតម្នាក់បានបង្រៀនខ្ញុំពីរបៀបដុតត្រីអំបិលឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ជាពិសេសគាត់បានបង្រៀនពីរបៀបធ្វើទឹកជ្រលក់ថែមទៀតផងខ្ញុំពិតជាមានសំណាងមែនទែនដោយសារតែខ្ញុំជាមួយរបស់គាត់ទើបគាត់បង្រៀនដោយជាដំបូងនេះខ្ញុំចាប់ផ្ដើមជាមួយនឹងការលីងអំបិលជាមុនសិនខ្ញុំប្រើអំបិលគីឡូទេបងស្រីក៏បានប្រាប់ខ្ញុំទៀតថាអំបិលវិញយើងអាចបុកក៏បានឬក៏យើងទិញអំបិលអ៊ីយ៉ូតមកកូបក៏បានដែរនេះមុនដំបូងយើងត្រូវធ្វើការលីងអំបិលឲ្យវាឡើងស្ងួតបន្តិចសិនដើម្បីធ្វើឲ្យអំបិលយើងស្ងួតល្អហើយឈ្ងុយចំពោះការលីងអំបិលនេះវិញគឺយើងប្រើភ្លើងតិចតិចបងប្អូនអត់មានប្រើភ្លើងខ្លាំងទេហើយបន្ទាប់ពីយើងលីងបានឈ្ងុយស្ងួតបានល្អយើងយកមកសណ្ដាល់ចឹងមកគល់ស្លឹកគ្រៃក៏ដូចជាស្លឹកក្រូចនិងមើមរំដេងយើងហាន់ទូចៗមកល្មមមកដើម្បីធ្វើការញុកចូលទៅក្នុងពោះត្រីបងប្អូនហើយខ្ញុំនេះវិញក៏មិនសូវជាមានជំនាញក្នុងការញុកគ្រឿងចូលក្នុងពោះត្រីប្រមាណដែរអញ្ចឹងខ្ញុំចាប់ផ្ដើមញុកជាមួយនឹងស្លឹកក្រូចក៏ដូចជាមើមរំដេងនឹងចូលទៅមុនបន្ទាប់មកចាំយកគល់ស្លឹកគ្រៃនឹងជួយជំរុញពួកអស់នឹងចូលទៅតាមក្រោយបងប្អូនហើយមិនសូវជាមានជំនាញទេបើបងប្អូនមានជំនាញជាងខ្ញុំគឺថាស្រួលតែម្ដងត្រីដែលយើងយកដុតអំបិលឆ្ងាញ់គឺត្រីផ្ទក់បែបធំៗបងប្អូនជាពិសេសបើបានត្រីស្រស់ស្រាយទៀតមកគឺថាជាតិផ្អែមហ្មងសាច់ត្រីរបស់យើងនៅពេលដែលដុតរួចរាល់អំបិលកន្លះគីឡូដែលបានលីងបាញ់មិញគឺថាតិចរួចរាល់ហើយបងប្អូនអញ្ចឹងខ្ញុំស្ទាបហើយខ្ញុំក៏យកត្រីមកដាក់ប្រឡាក់តែម្ដងអញ្ចឹងត្រីរបស់យើងគឺថាខ្លួនរបស់វាមិននៅសើមតិចបងប្អូននៅពេលដែលយើងលាងរួចរាល់ណាអញ្ចឹងគឺនៅពេលដែលយើងយកមកប្រឡាក់អំបិលគឺវាជាប់ស្អិតតែម្ដងចំពោះរបៀបប្រឡាក់របស់ខ្ញុំនេះវិញគឺខ្ញុំប្រឡាក់មកជុំខ្លួនត្រីពីក្បាលរហូតដល់កតុយតែម្ដងប៉ុន្តែអត់ឲ្យវាចូលមាត់ត្រីឬក៏ចូលសកៃត្រីទេជៀសវាងប្រៃឃើញទេបងប្អូនអំបិលជាប់ជាមួយនឹងសាច់ត្រីល្អមែនទែនដោយសារតែសាច់ត្រីរបស់យើងវាមានសំណើមយើងយកមកប្រឡាក់ទៅគឺវាជាប់ស្អាតបែបហ្នឹងហើយប្រើភ្លើងតិចដើម្បីអាំងត្រីហើយខ្ញុំចាប់ផ្ដើមមកធ្វើជាមួយនឹងទឹកជ្រលក់វិញម្ដងនេះគឺជាគ្រឿងផ្សំដែលខ្ញុំត្រៀមធ្វើជាមួយនឹងទឹកត្រីអំបិលទុំពីមុនមកខ្ញុំមិនដែលចេះធ្វើទេទើបតែបងស្រីបានបង្រៀននេះឯងចាប់ផ្ដើមជាមួយនឹងការឆាជាមួយនឹងខ្ទឹមសចិញ្ច្រាំរបស់យើងឲ្យឡើងឈ្ងុយបន្តិចបន្ទាប់ពីឆារៀងឡើងឈ្ងុយហើយខ្ញុំប្រើជាមួយនឹងស្ករត្នោតប្រហែលជាមួយស្លាបព្រាបងប្អូនមើលថាស្កររបស់ខ្ញុំរៀងឡើងឈ្ងុយហើយខ្ញុំច្រូចជាមួយនឹងទឹកសាបធម្មតានឹងបន្តិចសិនជៀសវាងវាខ្លោចបាត់ខ្ទះបងប្អូនតែខ្លោចហ្នឹងគឺថាក្លិនរបស់វាចេញមកក៏អត់ឈ្ងុយដែរអំបិលទុំវិញខ្ញុំប្រើទាំងគ្រាប់អញ្ចឹងដាក់ចូលតែម្ដងបងប្អូនអំបិលទុំនេះដាក់ប្រហែលជាមួយស្លាបព្រាទឹកត្រីចំនួន3ស្លាបព្រាលួចជាមួយនឹងអំបិលហ្នឹងមកចាប់ហើយជាមួយនឹងប៊ីចេងហ្នឹងមកចាប់ផងដែររងាស់ទុកឲ្យគ្រឿងរលាយចូលគ្នាបន្តិចសិនខ្ញុំក៏ធ្វើការភ្លក់អញ្ចឹងនៅពេលដែលខ្ញុំភ្លក់ហើយគឺស្ទើរស្ករខ្ញុំក៏ថែមជាមួយនឹងស្ករដដែលហ្នឹងមកជ្រិចទៅពីការថែមស្ករហើយភ្លក់ជាលើកទី2ត្រូវចិត្តហើយខ្ញុំក៏រងាស់ទុកចោលបន្តិចខ្ញុំបន្ថែមជាមួយនឹងខ្ទឹមក្រហមក៏ដូចជាម្ទេសទៅតាមចំណង់ចំណូលចិត្តដូចគ្នាហើយភ្លក់ទៅតាមចំណង់ចំណូលចិត្តដែរមកបងប្អូនគឺថារួចរាល់ជាការស្រេចត្រីរបស់ខ្ញុំនេះក៏ឆ្អិនរួចរាល់ដូចគ្នាដែរហើយត្រៀមជាមួយនឹងបន្លែស្រស់ៗបន្តិចមកគឺថារួចរាល់ជាការស្រេចហើយចំពោះមុខម្ហូបមួយមុខនេះច្រើនណាបងប្អូនតែងតែខមមិនសួរឬឆាសួរពីបរិមាណចំនួនគ្រឿងទេសដែលបានដាក់ចូលទៅក្នុងម្ហូបសម្រាប់បទពិសោធន៍ខ្ញុំមិនសូវជាចេះដឹងអីប្រហែលទេបងប្អូនអញ្ចឹងគ្រឿងទេសដែលខ្ញុំប្រើបងប្អូនអាចដាក់តាមរបៀបនាងខ្ញុំបានប៉ុន្តែបើបរិមាណវិញសូមបងប្អូនស្មើនឹងលៃលកទៅតាមចំណង់ចំណូលចិត្តដែលខ្លួនឯងខ្ញុំមិនហ៊ានឲ្យបងប្អូនដាក់តាមបរិមាណដែលខ្ញុំដាក់ទេខ្លាចបងប្អូននឹងមិនចូលចិត្តរសជាតិដែលនាងខ្ញុំញ៉ាំព្រោះរសជាតិ